សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Academy ថ្ងៃនេះយើងនឹងសិក្សាលម្អិតទៅលើ Modal Verb of Probability យើងនឹងសិក្សាទៅលើការប្រើប្រាស់ក៏ដូចជា form របស់ Modal Verb of Probability អ្នកទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំដែលជាគ្រូរបស់អ្នកទាំងអស់គ្នា and ឈ្មោះរបស់នាងខ្ញុំគឺបញ្ចនាត Modal Verb of Probability ដែលយើងនឹង learn វាមានចំនួន 5 ទី 1 គឺវាមាន must មាន can មាន might មាន may និង could ប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសិក្សាទៅលើ must and can មុនគេអូខេយើងសិក្សាទៅលើ must ជាដំបូង must is used when we are sure that something is true or happen យើងប្រើប្រាស់ must នៅពេលដែលយើងប្រកាសនៅក្នុងចិត្តថារឿងអ្វីមួយវាជាការពិតឬក៏រឿងអ្វីមួយនឹងកើតឡើងយើងប្រើ must ឧទាហរណ៍ដូចជា you have been studying all day you must be exhausted ក្នុងសន្តាននេះបានន័យថាអ្នកឯងបានធ្វើការសិក្សាមួយថ្ងៃពេញហើយអញ្ចឹងហើយអ្នកឯងប្រកាសជានឿយហត់ហើយកន្លែងនេះគឺយើងប្រកាសចិត្តណាស់ថាគាត់នឹងនឿយហត់ពីព្រោះថាគាត់បាន study all day គាត់បានរៀនឡើងពេញមួយថ្ងៃហើយយើងមើលទៅលើ sentence ទី2 Sokha got grade A in her class she must be very happy សុខាទទួលបានចំណាត់ថ្នាក់លេខ1ឬក៏ A នៅក្នុងថ្នាក់របស់គាត់អញ្ចឹងនាងប្រកាសជាសប្បាយចិត្តណាស់មើលទៅកន្លែងហ្នឹងគឺយើងប្រកាសចិត្តទៀតហើយពីព្រោះថាសុខាគឺគាត់ got grade A ធម្មតាតែគាត់ grade A គឺយើងច្បាស់ណាស់ថាគាត់ប្រកាសជាសប្បាយចិត្តអញ្ចឹងគឺយើងប្រើ must យើងចូលមកមើលការប្រើប្រាស់របស់ can ម្ដង can't is used when we are sure that something is impossible យើងប្រើប្រាស់ can នៅពេលដែលយើងប្រកាសក្នុងចិត្តដែរប៉ុន្តែប្រកាសចិត្តថារឿងអ្វីមួយមិនអាចកើតឡើងទេរឿងហ្នឹងគឺមិនអាចកើតឡើងទេយើងប្រើ can ឧទាហរណ៍យើងមើល example នេះ They have just worked here they can't know many people ពួកគាត់ទំតែមកធ្វើការនៅហ្នឹងអញ្ចឹងខ្ញុំប្រកាសចិត្តថាពួកគាត់មិនអាចស្គាល់មនុស្សច្រើនបានទេកន្លែងហ្នឹងគឺយើងប្រកាសហើយថាគាត់គឺមិនអាចស្គាល់មនុស្សច្រើនបានទេពីព្រោះថាគាត់ទំតែមកធ្វើការយើងមើលទៅលើ sentence មួយទៀត Tida went to USA yesterday. She can't be at the party right now. Tida បានទៅសហរដ្ឋអាមេរិកម្សិលមិញអញ្ចឹង Tida ប្រកាសជាមិនអាចនៅ party ឥឡូវហ្នឹងទេយើងច្បាស់ចិត្តណាស់ពីព្រោះថាគាត់ទៅអាមេរិកបាត់ហើយគាត់មិននឹងអាចមក party បានទៅអញ្ចឹងហើយគឺយើងប្រើ can't អញ្ចឹង must យើង use នៅពេលដែលយើងគិតថារឿងអ្វីមួយនឹងកើតឡើងយើងប្រកាសក្នុងចិត្តចំណែក can យើងប្រើប្រាស់នៅពេលដែលយើងប្រកាសក្នុងចិត្តថារឿងមួយមិនអាចកើតឡើងយើងចូលមកមើល form របស់ must and can must and can modal verb of probability នេះគឺវាមាន3 form គឺមាន present past ជាមួយនឹង continuous អញ្ចឹងយើងសិក្សាទៅលើ present form ដំបូងគេបង្អស់យើងមើលទៅលើ structure របស់ must and can នៅក្នុងទម្រង់បច្ចុប្បន្នកាលឬក៏ present form structure របស់វាគឺ subjects plus modal verb must or can plus ជាមួយនឹង verb plus ជាមួយនឹង be plus ជាមួយនឹង object នេះគឺជាឧទាហរណ៍ Thierry always does well on her exam she must study a lot ឃើញទេបានន័យថាយើងមាន subject យើងមាន must modal verb of probability យើង plus ជាមួយនឹង verb study ជាមួយនឹង objects or the word other word and sentence នេះគឺមានន័យថា Thierry តែងតែធ្វើល្អមែនតើនៅក្នុងការប្រឡងរបស់គាត់អញ្ចឹងគាត់ប្រកាសជារៀនច្រើនហើយមើលទៅកន្លែងនេះគឺយើងប្រកាសចិត្តហើយថាគាត់រៀនច្រើនពីព្រោះថាគាត់ប្រឡងលើកណាក៏ល្អដែរ sentence ទី2 She has only lived in Paris for a few weeks she can speak French very well គាត់ទំតែមករស់នៅប្រទេសទីក្រុងប៉ារីសហ្នឹងតែបានប្រហែលអាទិត្យទេអញ្ចឹងហើយគាត់ប្រកាសជាមិនអាចនិយាយបារាំងបានល្អទេកន្លែងនេះគឺយើងប្រកាសចិត្តយើងប្រើ can ពីព្រោះថាយើងប្រកាសចិត្តថាគាត់មិនអាចនិយាយបារាំងបានល្អទេពីព្រោះថាទំតែមក live នៅទីក្រុងប៉ារីសហ្នឹងយើងឈានចូលមកមើល past form របស់ must and can ម្ដង past form របស់ must and can structure គឺទី1 subjects plus modal verb must and can ដដែលប៉ុន្តែខាងក្រោយនេះគឺលែង plus ជាមួយនឹង verb ជាមួយនឹង be ទៀតហើយគឺ plus ជាមួយនឹង past participle អ្នកទាំងអស់គ្នាស្គាល់ past participle ហើយគឺ have plus ជាមួយនឹង verb 3នេះគឺជា example yesterday I didn't hear the phone rang
I must have been asleep យើងឃើញ form ឯទីមួយគឺ must plus ជាមួយនឹង have plus ជាមួយនឹងកិរិយាសព្ទខ្ទង់ទី3ឬក៏ verb 3អញ្ចឹងនៅក្នុង sentence ហ្នឹងគឺមានន័យថាម្សិលមិញខ្ញុំអត់បានឮទូរស័ព្ទរោទេខ្ញុំប្រកាសក្នុងចិត្តហើយថាខ្ញុំប្រហែលជាបានគេងហើយម្សិលមិញខ្ញុំកំពុងតែគេងអញ្ចឹងបានន័យថាកន្លែងហ្នឹងគឺយើងប្រកាសក្នុងចិត្តយើងប្រើ must ហើយនេះគឺជា form របស់ must នៅក្នុងអតីតកាលយើងមើល sentence មួយទៀត Soklin walked past me without smiling she can't have seen me យើងមើល form ទី1គឺយើងប្រើ can't plus ជាមួយនឹង modal verb plus ជាមួយនឹង have plus ជាមួយនឹង verb 3ទៀតហើយនេះគឺជាទម្រង់អតីតកាលរបស់ can sentence នេះគឺមានន័យថាសុកលីនដើរកាត់ខ្ញុំមិញហ្នឹងអត់មានតែខ្ញុំលាក់ខ្ញុំសោះអញ្ចឹងសុកលីនប្រកាសជាអត់បានឃើញខ្ញុំទេមើលទៅយើងច្បាស់ក្នុងចិត្តហើយណាថាសុកលីនគឺមិនបានឃើញយើងគឺអញ្ចឹងហើយគឺយើងប្រើ can យើងចូលមកមើល continuous form របស់ modal verb must and can នេះគឺជាទម្រង់យើងមាន subject plus ជាមួយនឹង must and can ដដែលប៉ុន្តែ plus ជាមួយនឹង be plus ជាមួយនឹង verb ing ដើម្បី express រឿងអ្វីមួយដែលកំពុងកើតឡើងនៅក្នុងពេលបច្ចុប្បន្ន continuous form នេះគឺជា example Tida is at the office she must be working right now form គឺ must plus ជាមួយនឹង be plus ជាមួយនឹង verb ing work plus ជាមួយនឹង ing sentence ហ្នឹងគឺគេថា Tida គឺនៅ office ហើយកំពុងតែនៅ office អញ្ចឹងបានន័យថា Tida កំពុងតែធ្វើការឥឡូវហ្នឹងយើងប្រកាសក្នុងចិត្តហើយថាគាត់កំពុងតែធ្វើការពីព្រោះថាគាត់នៅ office យើងមើល sentence ទី2 I just saw James walking past me he can't be sitting at home right now form របស់គេគឺយើងប្រើប្រាស់ can't plus ជាមួយនឹង verb to be plus ជាមួយនឹង verb ing sentence នេះគឺមានន័យថាខ្ញុំទើបតែឃើញ James ដើរកាត់ខ្ញុំមិញហ្នឹងអញ្ចឹងគាត់មិនអាចប្រកាសជាមិនអាចនៅផ្ទះទេឥឡូវហ្នឹងគាត់មិនអាចកំពុងតែអង្គុយនៅផ្ទះទេពីព្រោះថាខ្ញុំទើបតែឃើញគាត់ដើរកាត់ខ្ញុំមិញអញ្ចឹងយើងប្រកាសចិត្តហើយថាគាត់ប្រកាសជាមិនអាចកំពុងតែអង្គុយនៅផ្ទះទេអញ្ចឹងទើបយើងប្រើ can't អូខេអញ្ចឹងអ្នកទាំងអស់គ្នាចាំហើយណាថា modal verb របស់ must and can យើងមានទម្រង់3 present past ជាមួយនឹង continue ឥឡូវយើងចូលមកមើល modal verb 3ទៀតគឺយើង might may ជាមួយនឹង could we use might may and could when we are 50% sure that something happened or will happen យើងប្រើប្រាស់ might may ហើយជាមួយនឹង could នៅពេលដែលយើងប្រកាសចិត្តបានតែ 50% ទេថារឿងអ្វីមួយនឹងកើតឡើងនេះគឺជា example Tom is not at home he may be at the gym Tom គាត់បាននៅផ្ទះទេអញ្ចឹងគាត់ប្រហែលជានៅ gym កន្លែងហ្នឹងគឺយើងប្រកាសចិត្តបានតែ 50% ទេថា John ប្រហែល Tom ប្រហែលជានៅ gym ព្រោះយើងអត់ដឹងថាគាត់នៅណាយើងប្រហែលតែបានតែ 50% sentence ទី2 I am not sure about our trip to Cape tomorrow I might go to my hometown ខ្ញុំអត់ប្រកាសចិត្តទេពីរឿងការទៅដើរលេងរបស់យើងនៅកែបទៅកែបស្អែកហ្នឹងព្រោះខ្ញុំប្រហែលជាទៅស្រុកកំណើតរបស់ខ្ញុំកន្លែងហ្នឹងគឺយើង 50% សួរទៀតហើយថា 50% ប្រកាសចិត្តថាយើងប្រហែលជាទៅស្រុកកំណើតរបស់យើងមើល sentence ទី3 Someone is knocking the door It could be Jane ណាគេកំពុងតែគោះទ្វារអញ្ចឹងហើយប្រហែលជា Jane ហ្នឹងមើលទៅកន្លែងហ្នឹងគឺយើងប្រកាសចិត្តបានតែ 50% ទេថាម្នាក់ដែលគោះទ្វារហ្នឹងគឺជា Jane វាអាចជាអ្នកផ្សេងប៉ុន្តែយើងប្រកាសចិត្តតែ 50% អញ្ចឹងដូច្នេះយើង use might យើង use must may ជាមួយនឹង I'm sorry we use might may ជាមួយនឹង could នៅពេលដែលយើងប្រកាសចិត្តតែ 50% ទេថាអ្វីមួយនឹងកើតឡើង might may ហើយនឹង could ក៏មាន3ទម្រង់ដូចគ្នាដែរអញ្ចឹងយើងសិក្សាទៅលើទម្រង់ present មុនគេនេះគឺជា structure គឺ subject plus might may ជាមួយនឹង could plus ជាមួយនឹង verb plus ជាមួយនឹង be plus ជាមួយនឹង objects ចំណែកឯទម្រង់បដិសេធវិញគឺគេប្រើ subject plus may ជាមួយនឹង might ថែមជាមួយនឹង not plus verb plus be ជាមួយនឹង plus objects អ
ចឹងយើងចូលមកមើល example ទាំងអស់គ្នា They might be away from home for a week ពួកគេប្រហែលជាចេញទៅដើរលេងប្រហែលជាកំឡុងពេលរយៈពេលមួយអាទិត្យយើងមើល sentence ទី2 The exam might not be difficult we will have to wait and see គេប្រើ may ប្រើ not ជាមួយនឹង verb to be ការប្រឡងប្រហែលជាមិនពិបាកទេយើងតើតែចាំមើលទាំងអស់គ្នាយើងចូលមក sentence ទី3 I didn't see him at the office he could be at a coffee shop nearby ខ្ញុំអត់បានឃើញគាត់នៅ office ទេអញ្ចឹងគាត់ប្រហែលជានៅហាងកាហ្វេក្បែរៗហ្នឹងគេប្រើ could modal verb plus ជាមួយនឹង be អូខេអ្នកទាំងអស់គ្នាពេលនេះគឺខ្ញុំមានចំណុចមួយដែលចង់ឲ្យអ្នកទាំងអស់គ្នា note could នៅពេលដែល could ជា modal verb of probability យើងអត់អាចប្រើជា negative form បានទេពីព្រោះថាវាអាចប៉ះពាល់ទៅនៅ form របស់ could ដែលប្រើប្រាស់សម្រាប់ expressibility អូខេអ្នកទាំងអស់គ្នាសិក្សាលើ example នេះ I could not drive កន្លែងនេះ could not drive នេះមិនមែនមានន័យប្រហែលទេណាមិនមែនមានន័យថាខ្ញុំប្រហែលជាមិនបើកឡានទេកន្លែងហ្នឹងគឺ could not គឺសម្រាប់ប្រើ expressibility លទ្ធភាពមិនមែនភាពប្រហាក់ប្រហែលទេ sentence នេះគឺមានន័យថាខ្ញុំមិនអាចបើកឡានបានអញ្ចឹងយើងត្រូវចាំថា could នៅពេលប្រើប្រាស់ជា modal verb គេអាចប្រើវាជាទម្រង់បដិសេធបានទេអូខេអញ្ចឹងយើងមកមើល past form របស់ modal verb of probability ទាំងអស់គ្នា past form structure របស់វាគឺមាន subject plus may might ឬក៏ could plus ជាមួយនឹង past participle អញ្ចឹង subject plus may might ហើយនឹង could plus ជាមួយនឹង past participle past participle អ្នកទាំងអស់គ្នាដឹងហើយគឺ have plus ជាមួយនឹង verb ទីខ្ទង់ទី3កិរិយាសព្ទខ្ទង់ទី3នេះគឺជា past participle អញ្ចឹងយើងនាំគ្នាមកមើលឧទាហរណ៍ទាំងអស់គ្នា I didn't see Joe at the party he might have left first កន្លែងនេះគឺទម្រង់គេប្រើ might ជា modal verb plus have ជាមួយនឹងកិរិយាសព្ទខ្ទង់ទី3ខ្ញុំប្រហែលជាខ្ញុំអត់បានឃើញ Joe ឯនៅ party គាត់ប្រហែលជាចេញទៅមុនហើយមើលទៅ sentence នេះគឺមានន័យថាអញ្ចឹងយើងមើល sentence ទី2 Sarah didn't attend the meeting she might have forgotten about it នេះគឺជាទម្រង់ទី1គេប្រើ modal verb may ហើយគេប្រើជាមួយនឹង have plus ជាមួយនឹងកិរិយាសព្ទខ្ទង់ទី3អញ្ចឹង sentence ហ្នឹងមានន័យថា Sarah អត់បានទៅចូលរួមការប្រជុំទេ Sarah ប្រហែលជាភ្លេចហើយមើលទៅយើងចូលមកដល់ sentence ទី3 I couldn't find my key I could have left it at the office ខ្ញុំរកសោខ្ញុំអត់ឃើញទេខ្ញុំប្រហែលជាភ្លេចនៅ office ហ្នឹងមើលទៅ sentence របស់ហ្នឹងគឺវាមានទម្រង់ទី1គេប្រើ could ដែលជា modal verb គេប្រើ have ជាមួយនឹងកិរិយាសព្ទក្នុងទី3នេះគឺជា past form របស់ modal verb may might ហើយជាមួយនឹង could អញ្ចឹងយើងនាំគ្នាមកមើល continuous form របស់ may might ហើយនឹង could ទាំងអស់គ្នាទី1គឺយើងមាន subject បន្ទាប់មកគឺយើងមាន may might ជាមួយនឹង could យើងបូកជាមួយនឹង be ជាមួយនឹង verb ing នេះគឺជា example ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើល Sok is in កំពង់សោម He might be lying on the beach right now Sok នៅឯខេត្តកំពង់សោមអញ្ចឹងគាត់ប្រហែលជាកំពុងតែគេងលើឆ្នេរខ្សាច់ឯងមើលទៅនេះទម្រង់របស់គេប្រើ might modal verb plus ជាមួយនឹង be plus ជាមួយនឹង verb ing ជាមើលទៅនៅ sentence ទី2 Sal might be doing his homework Sal ប្រហែលជាកំពុងតែធ្វើ homework របស់គាត់ហើយនេះគឺជាទម្រង់គេប្រើ might គេប្រើ be ជាមួយនឹង verb ing យើងមើលមក sentence ចុងក្រោយ My cat is missing It could be running to my aunt's house ឆ្មារបស់ខ្ញុំបាត់ខ្លួនហើយវាប្រហែលជាកំពុងតែរត់ទៅផ្ទះរបស់មីងខ្ញុំអញ្ចឹងកន្លែងហ្នឹងយើងប្រើ modal verb could យើងប្រើជាមួយនឹង be ហើយ plus ជាមួយនឹង verb ing អូខេអញ្ចឹងទម្រង់របស់ may might ហើយនឹង could មាន3ដូចជា might ហើយនឹង can ដែរមាន present មាន past ជាមួយនឹងមាន continuous form
អូខេអ្នកទាំងអស់គ្នាពេលនេះយើងនឹងមើលទៅលើការ wrap up របស់ modal verb of probability ទាំងអស់គ្នាទី1គឺយើង wrap up អំពី form របស់ modal verb of probability ទាំងអស់គ្នាទី1គឺយើងនិយាយអំពី present form of modal verb of probability present form គឺមានដូចជា subject plus ជាមួយនឹង modal verb of probability ដែលមានដូចជា must can might may ជាមួយនឹង could plus ជាមួយនឹង verb plus ជាមួយនឹង be ជាមួយនឹង plus ជាមួយនឹង object នេះគឺជាទម្រង់បច្ចុប្បន្នកាលរបស់ modal verb of probability យើងឈានចូលមកទម្រង់មួយទៀតគឺសំដៅទៅលើទម្រង់អតីតកាល past forms of modal verb of probability អ្នកទាំងអស់គ្នាត្រូវតែចាំថា past form របស់ modal verb of probability មិនមែនមានន័យថាវាបដូរទម្រង់ដូចជា do ទៅជា did អីទេបានន័យថា must modal verb of probability must can might may និង could គឺ remain in the same form នៅទម្រង់ដដែលប៉ុន្តែយើងគ្រាន់តែត្រូវការបូក past participle នៅពីក្រោយដែលមាន have plus ជាមួយនឹងកិរិយាសព្ទខ្ទង់ទី3អញ្ចឹង form របស់គេគឺមានដូចនេះគឺមាន subject plus ជាមួយនឹង modal verb of probability plus ជាមួយនឹង past participle ដើម្បីបញ្ជាក់អំពីសកម្មភាពនៅអតីតកាលចូលមកដល់ទម្រង់មួយទៀតគឺ continuous form of modal verb of probability form គឺមាន subject plus modal verb of probability might can may might and could នេះ plus ជាមួយនឹង be plus ជាមួយនឹង verb ing ដើម្បី express អំពីសកម្មភាពមួយដែលកំពុងតែនឹងបន្តយល់ទេឥឡូវយើងឈានមកដល់មើលការប្រើប្រាស់របស់ modal verb of probability ខ្ញុំនឹងតាំងជាខ្សែបន្ទាត់នេះដើម្បីអ្នកទាំងអស់គ្នាស្រួលយល់នៅពេលដែលយើងប្រកាសនៅក្នុងចិត្ត 100% ថាអ្វីមួយនឹងកើតឡើងឬក៏អ្វីមួយមិនអាចកើតឡើងយើងប្រើប្រាស់ must ជាមួយនឹង can ប៉ុន្តែបើសិនជាយើងប្រកាសចិត្តបានត្រឹមតែ 50% ថាអ្វីដែលអាចកើតឡើងឬមិនអាចកើតឡើងហ្នឹងគឺយើងប្រើប្រាស់ might may ជាមួយនឹង could អញ្ចឹងអ្នកទាំងអស់គ្នាគួរតែចាំនៅក្រាបគួរតែចងចាំក្រាបនេះទុកនៅក្នុងខ្លួនអ្នកទាំងអស់គ្នាទៅបានន័យថាបើយើងប្រកាសចិត្ត 100% យើងប្រើ must and can បើសិនជាយើងប្រកាសចិត្តបានតែ 50% ហើយយើងប្រើ might may ជាមួយនឹង couldអូខេអ្នកទាំងអស់គ្នាពេលនេះយើងឈានចូលមកដល់ចុងបញ្ចប់នៃវីដេអូនេះហើយខ្ញុំសង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត